បើកន្លែងការងារប្រៀបដូចជាដំណាក់ក្រោយនៅក្នុងរាជវាំងតើអ្នកគួរធ្វើបែបណាមានរឿងមួយដែលគួរឲ្យចាប់អារម្មណ៍ណាស់អំពីជីវិតរបស់មនុស្សយើងចំណាយពេលជាច្រើនឆ្នាំដើម្បីរៀនអំពីរបៀបធ្វើការងារប៉ុន្តែស្ទើរតែមិនមាននរណាបង្រៀនយើងអំពីរបៀបរស់នៅជាមួយមនុស្សនៅកន្លែងការងារឡើយយើងរៀនពីរបៀបប្រើកុំព្យូទ័ររៀនធ្វើរបាយការណ៍រៀនអំពីការគ្រប់គ្រងអាជីវកម្មនិងរបៀបរកប្រាក់ប៉ុន្តែយើងមិនសូវបានរៀនទេថាតើត្រូវធ្វើយ៉ាងដូចម្តេចនៅពេលមនុស្សម្នាក់ដែលញញឹមដាក់យើងរាល់ថ្ងៃបែរជានិយាយពីយើងនៅពីក្រោយខ្នងតើត្រូវធ្វើយ៉ាងដូចម្តេចនៅពេលដែលមនុស្សពីរនាក់នៅកន្លែងការងារកំពុងតែមានជម្លោះហើយពួកគេចង់ឲ្យយើងជ្រើសរើសភាគីតើត្រូវធ្វើយ៉ាងដូចម្តេចនៅពេលដែលអ្នកខំប្រឹងធ្វើការងារយ៉ាងខ្លាំងប៉ុន្តែអ្នកផ្សេងទទួលបានការសរសើរចំនួនអ្នកហើយតើអ្នកត្រូវធ្វើយ៉ាងដូចម្តេចនៅពេលដែលអ្នកដឹងថាកន្លែងដែលអ្នកកំពុងធ្វើការមិនមែនជាកន្លែងដែលមនុស្សគ្រប់គ្នាគិតតែពីធ្វើការងារទេប៉ុន្តែក៏មានការប្រកួតប្រជែងអំណាចឥទ្ធិពលនិងផលប្រយោជន៍ផ្ទាល់ខ្លួនប្រហែលជាពេលនោះហើយដែលយើងអាចយករូបភាពមួយមកប្រៀបធៀបបានកន្លែងការងារអាចប្រៀបធៀបដូចជាដំណាក់ក្រោយរាជវាំងនៅខាងមុខមើលទៅហាក់ដូចជាស្ងប់ស្ងាត់មានពិធីការមានសុជីវធម៌មានការគោរពតាមឋានៈមនុស្សម្នាក់ដឹងថាត្រូវនិយាយអ្វីនិងត្រូវឈរនៅទីណាប៉ុន្តែនៅឯខាងក្រោយរាជវាំងវិញគឺជាកន្លែងដែលមនុស្សរស់នៅពិតប្រាកដនៅទីនោះមានការងារមានទំនាក់ទំនងមានការប្រកួតប្រជែងមានការខ្វែងគំនិតហើយពេលខ្លះក៏មានការប្រជែងគ្នាដោយស្ងាត់មនុស្សម្នាក់ចង់ឡើងតំណែងម្នាក់ទៀតចង់រក្សាតំណែងម្នាក់ចង់ឲ្យអ្នកមានអំណាចមើលឃើញខ្លួនម្នាក់កំពុងព្យាយាមកុំឲ្យអ្នកផ្សេងឡើងលើខ្លួនហើយមានមនុស្សម្នាក់ទៀតគ្រាន់តែចង់ធ្វើការឲ្យបានល្អហើយត្រឡប់ទៅផ្ទះដោយស្ងប់ចិត្តហើយបើអ្នកជាមនុស្សប្រភេទចុងក្រោយនេះតើអ្នកគួររស់នៅក្នុងដំណាក់បែបនេះយ៉ាងដូចម្តេចចម្លើយគឺមិនមែនថាអ្នកត្រូវក្លាយជាមនុស្សល្បិចកលទេក៏មិនមែនថាអ្នកត្រូវសង្ស័យមនុស្សគ្រប់គ្នាដែរប៉ុន្តែអ្នកត្រូវរៀនយល់ពីមនុស្សនិងយល់ពីបរិយាកាសដែលអ្នកកំពុងរស់នៅព្រោះថាមនុស្សល្អម្នាក់ដែលមិនចេះការពារខ្លួនអាចក្លាយជាជនរងគ្រោះបានប៉ុន្តែមនុស្សដែលចេះការពារខ្លួនក៏មិនចាំបាច់ក្លាយទៅជាមនុស្សអាក្រក់នោះទេនេះគឺជាចំណុចដែលយើងត្រូវយល់ឲ្យបានច្បាស់ស្រមៃថាអ្នកទេពចូលធ្វើការនៅកន្លែងថ្មីមួយថ្ងៃដំបូងគ្រប់គ្នាញញឹមដាក់អ្នកមានអ្នកណាម្នាក់មកប្រាប់អ្នកថាបើមានអ្វីមិនយល់អ្នកអាចសួរខ្ញុំបានហើយម្នាក់ទៀតក៏និយាយថានៅទីនេះយើងជាគ្រួសារតែមួយទេពាក្យទាំងនេះស្ដាប់ទៅល្អណាស់អ្នកមានអារម្មណ៍ថាខ្លួនឯងបានមកដល់នៅកន្លែងល្អប៉ុន្តែចូលចាំថាថ្ងៃដំបូងអ្នកឃើញតែអ្វីដែលមនុស្សចង់ឲ្យអ្នកឃើញតែប៉ុណ្ណោះអ្នកត្រូវការពេលវេលាដើម្បីស្គាល់អ្វីដែលនៅពីក្រោយស្នាមញញឹមទាំងនោះដូច្នេះកំហុសដំបូងដែលមនុស្សជាច្រើនធ្វើគឺប្រញាប់បើកចិត្តទើបស្គាល់គ្នាបានប៉ុន្មានថ្ងៃក៏ចាប់ផ្ដើមប្រាប់រឿងផ្ទាល់ខ្លួនប្រាប់ថាខ្លួនមានបញ្ហាអ្វីប្រាប់ថាមិនពេញចិត្តអ្នកគ្រប់គ្រងប្រាប់ថាចង់លាឈប់ប្រាប់ថាមានបញ្ហាជាមួយនឹងមិត្តរួមការងារម្នាក់ហើយគិតថាខ្ញុំប្រាប់គេព្រោះខ្ញុំទុកចិត្តគេប៉ុន្តែការទុកចិត្តមិនគួរផ្ដល់ទាំងអស់នៅក្នុងមួយថ្ងៃទេការទុកចិត្តគួរតែត្រូវបានកសាងមិនមែនត្រូវបានផ្ដល់ដោយស្វ័យប្រវត្តិអ្នកអាចរាក់ទាក់ជាមួយគ្រប់គ្នាអ្នកអាចជួយគ្រប់គ្នាអ្នកអាចសើចជាមួយគ្រប់គ្នាប៉ុន្តែរឿងជ្រៅបំផុតនៅក្នុងជីវិតអ្នកគួរតែមានមនុស្សតិចណាស់ដែលបានដឹងមិនមែនព្រោះតែអ្នកជាមនុស្សអាក្រក់ទេប៉ុន្តែព្រោះអ្នកកំពុងការពារខ្លួនមានរឿងមួយទៀតដែលគួរឲ្យចងចាំសូមគុំប្រញាប់និយាយមុនពេលអ្នកយល់ពីកន្លែងដែលអ្នកកំពុងឈរនៅកន្លែងការងារមួយអ្នកអាចឃើញមនុស្សពីរនាក់មិនចុះសម្រុងគ្នាម្នាក់មកប្រាប់អ្នកថាគេបានធ្វើបែបនេះដាក់ខ្ញុំបន្ទាប់មកម្នាក់ទៀតក៏មកប្រាប់ថាអ្នកកុំជឿគេរឿងពិតគឺបែបនេះហើយអ្នក
ក៏ស្ដាប់ទាំងពីរបន្ទាប់មកអ្នកក៏ចាប់ផ្ដើមគិតថាខ្ញុំដឹងហើយថាអ្នកណាជាមនុស្សអាក្រក់ប៉ុន្តែតើអ្នកដឹងរឿងពិតមែនទេអ្នកមិននៅទីនោះទេនៅពេលដែលរឿងចាប់ផ្ដើមអ្នកមិនដឹងថាមានរឿងអ្វីកើតឡើងមុនពេលនោះទេហើយនេះជាមូលហេតុដែលមនុស្សឆ្លាតមិនប្រញាប់កាត់សេចក្តីពួកគេស្ដាប់ពួកគេសង្កេតពួកគេគិតហើយពេលខ្លះពួកគេជ្រើសរើសមិនចូលរួមនេះមិនមែនជារឿងកំសាកទេតែវាគឺជាប្រាជ្ញាបើកន្លែងការងាររបស់អ្នកប្រៀបដូចជាដំណាក់កាលរាជវាំងអ្នកត្រូវរៀនរឿងមួយទៀតកុំយកគ្រប់រឿងមកធ្វើជារឿងផ្ទាល់ខ្លួនមនុស្សម្នាក់អាចមិនញញឹមដាក់អ្នកអាចគិតថាគេមិនចូលចិត្តខ្ញុំអ្នកគ្រប់គ្រងម្នាក់អាចរិះគន់ការងាររបស់អ្នកហើយអ្នកគិតថាគេចង់បង្អាប់ខ្ញុំមិត្តរួមការងារម្នាក់អាចទទួលបានការឡើងតំណែងហើយអ្នកគិតថាគេចង់ប្រកួតជាមួយខ្ញុំប៉ុន្តែមិនមែនគ្រប់រឿងសុទ្ធតែតាក់ទងនឹងអ្នកទេមនុស្សម្នាក់អាចមិនញញឹមព្រោះគេកំពុងមានបញ្ហាផ្ទាល់ខ្លួនអ្នកគ្រប់គ្រងអាចរិះគន់ព្រោះការងារត្រូវការកែតម្រូវហើយមិត្តរួមការងារនេះអាចនឹងឡើងតំណែងព្រោះគេមានសមត្ថភាពដែលត្រូវការសម្រាប់តួនាទីនោះកុំបង្កើតសត្រូវនៅក្នុងក្បាលរបស់អ្នកមុនពេលដែលមានសត្រូវពិតប្រាកដព្រោះតែមនុស្សមួយចំនួនហត់នឿយមិនមែនដោយសារការងារទេប៉ុន្តែដោយសារតែការគិតច្រើនអំពីអ្វីដែលអ្នកដទៃប្រហែលកំពុងតែគិតពីខ្លួនហើយបន្ទាប់មកមានរឿងមួយដែលមនុស្សជាច្រើនធ្វើដោយមិនដឹងខ្លួនពួកគេចង់ឲ្យមនុស្សគ្រប់គ្នាចូលចិត្តខ្លួនពួកគេចង់ក្លាយជាមនុស្សល្អជាមួយនឹងគ្រប់គ្នាបើមានអ្នកសុំអ្វីក៏គេព្រមបើមានអ្នកចង់ឲ្យគេធ្វើអ្វីក៏គេធ្វើបើមានអ្នកមិនពេញចិត្តគេប្រញាប់សុំទោសទោះបីខ្លួនមិនបានធ្វើខុសក៏ដោយនៅដំបូងគេគិតថាខ្ញុំគ្រាន់តែជាមនុស្សល្អប៉ុន្តែបន្តិចម្ដងគេបាត់បង់ព្រំដែនរបស់ខ្លួនមនុស្សចាប់ផ្ដើមគិតថាគេអាចសុំអ្វីពីអ្នកនេះក៏បានហើយថ្ងៃដែលអ្នកចាប់ផ្ដើមនិយាយថាទេមនុស្សខ្លះនឹងនិយាយថាអ្នកបានផ្លាស់ប្ដូរតែការពិតអ្នកមិនបានផ្លាស់ប្ដូរទេអ្នកគ្រាន់តែចាប់ផ្ដើមគោរពពេលវេលានិងធម៌ពលរបស់ខ្លួនចូលចាំថាការធ្វើជាមនុស្សល្អមិនមានន័យថាអ្នកត្រូវព្រមគ្រប់យ៉ាងអ្នកអាចជួយគេប៉ុន្តែអ្នកមិនត្រូវទទួលបន្ទុកជីវិតរបស់គេអ្នកអាចគោរពគេប៉ុន្តែអ្នកមិនត្រូវបន្ទាបខ្លួនដើម្បីផ្គាប់ចិត្តគេអ្នកអាចស្រឡាញ់មនុស្សប៉ុន្តែអ្នកត្រូវតែស្រឡាញ់ខ្លួនឯងដែរនៅក្នុងដំណាក់ក៏មានមនុស្សមួយប្រភេទទៀតមនុស្សដែលចង់ឲ្យអ្នកចូលរួមនៅក្នុងការប្រកួតប្រជែងរបស់ពួកគេចង់ឲ្យអ្នកដឹងថាខ្ញុំជិតស្និទ្ធជាមួយអ្នកធំខ្ញុំដឹងរឿងនេះខ្ញុំមានឥទ្ធិពលខ្ញុំអាចធ្វើឲ្យអ្នកឡើងនៅពេលនោះអ្នកអាចមានអារម្មណ៍ថាអ្នកត្រូវតែចូលទៅជិតមនុស្សប្រភេទនេះដើម្បីឲ្យខ្លួនឯងនឹងមានសុវត្ថិភាពប៉ុន្តែប្រយ័ត្នពេលខ្លះអ្នកដែលព្យាយាមបង្ហាញអំណាចខ្លាំងបំផុតមិនមែនជាអ្នកដែលមានអំណាចពិតប្រាកដបំផុតទេអំណាចពិតមិនចាំបាច់ត្រូវបានប្រកាសហើយសមត្ថភាពពិតក៏មិនចាំបាច់ត្រូវស្រែកប្រាប់គេដែរដូច្នេះកុំប្រញាប់ចូលទៅក្នុងបណ្ដាញអំណាចរបស់អ្នកដទៃហើយកសាងតម្លៃរបស់ខ្លួនឯងវិញធ្វើឲ្យខ្លួនអ្នកក្លាយទៅជាមនុស្សដែលមានសមត្ថភាពហើយពេលដែលអ្នកមានសមត្ថភាពពេលដែលអ្នកមានទំនួលខុសត្រូវពេលដែលអ្នកមានកេរ្តិ៍ឈ្មោះល្អអ្នកមិនចាំបាច់ពឹងផ្អែកទៅលើមនុស្សម្នាក់ដើម្បីការពារអ្នករហូតទេហើយនេះនឹងនាំឲ្យយើងមកកាន់មេរៀនដ៏សំខាន់មួយទៀតកុំប្រកួតជាមួយមនុស្សនៅជុំវិញអ្នករហូតភ្លេចប្រកួតជាមួយខ្លួនឯងថ្ងៃនេះមិត្តរួមការងាររបស់អ្នកអាចបានប្រាក់ខែខ្ពស់ជាងអ្នកថ្ងៃស្អែកអ្នកក៏អាចបានថ្ងៃនេះគេអាចឡើងតំណែងមុនអ្នកថ្ងៃក្រោយអ្នកក៏អាចឡើងដូចគ្នាជីវិតមិនមែនជាការប្រណាំងដែលគ្រប់គ្នាចេញពីបន្ទាត់ដូចគ្នាហើយទៅដល់គោលដៅក្នុងពេលតែមួយទេមនុស្សម្នាក់មានពេលវេលារបស់ខ្លួនដូច្នេះប្រសិនបើអ្នកឃើញអ្នកដទៃជោគជ័យកុំសួរថាហេតុអ្វីបានជាគេធ្វើបានហើយខ្ញុំធ្វើមិនបានតែត្រូវសួរថាតើខ្ញុំអាចរៀនអ្វីពីគេសំណួរមួយនេះអាចផ្លាស់ប្ដូរជីវិតអ្នកបាន
ព្រោះការច្រណែននឹងធ្វើឲ្យអ្នកមើលឃើញតែអ្វីដែលអ្នកដទៃមានប៉ុន្តែការរៀនសូត្រនឹងធ្វើឲ្យអ្នកមើលឃើញថាតើអ្នកអាចនឹងក្លាយជាអ្វីមានពេលខ្លះអ្នកបានដាក់ចិត្តធ្វើការខ្លាំងណាស់ប៉ុន្តែគ្មាននរណាសរសើរអ្នកបានធ្វើអ្វីមួយដែលបេះដូងប៉ុន្តែបែរជាមនុស្សផ្សេងទទួលបានការសរសើរទៅវិញអ្នកបានជួយដោះស្រាយបញ្ហាមួយប៉ុន្តែគេមិនចាំថាអ្នកគឺជាអ្នកធ្វើវាជាការឈឺចាប់មួយជាពិសេសសម្រាប់មនុស្សដែលធ្វើការដោយស្មោះត្រង់ប៉ុន្តែសូមកុំឲ្យការមិនទទួលស្គាល់ពីមនុស្សម្នាក់ធ្វើឲ្យអ្នកឈប់កែលម្អខ្លួនព្រោះថាអ្នកមិនធ្វើការដើម្បីឲ្យគេសរសើររាល់ថ្ងៃនោះទេតែអ្នកកំពុងតែកសាងខ្លួនឯងជំនាញដែលអ្នករៀននៅថ្ងៃនេះនឹងនៅជាមួយអ្នកបទពិសោធន៍ដែលអ្នកទទួលបាននៅថ្ងៃនេះនឹងនៅជាមួយអ្នកហើយគេឈ្មោះដែលអ្នកបានកសាងក៏នឹងដើរតាមអ្នកសមត្ថភាពដែលអ្នកបង្កើតមិនបាត់ទៅណាទេដោយសារតែមនុស្សម្នាក់មិននិយាយពាក្យថាអរគុណដូច្នេះចូលកុំឲ្យការមិនទទួលស្គាល់ពីអ្នកដទៃបញ្ឈប់ការរីកចម្រើនរបស់អ្នកធ្វើការឲ្យបានល្អដោយសារតែអ្នកគោរពខ្លួនឯងរៀនឲ្យច្រើនដោយសារតែអ្នកចង់មានអនាគតល្អមិនមែនដោយសារតែអ្នកចង់ឲ្យមនុស្សម្នាក់សរសើរអ្នកទេប៉ុន្តែមានន័យថាតើយើងត្រូវរស់នៅដោយសង្ស័យមនុស្សគ្រប់គ្នាឬនេះជាចំណុចដែលខ្ញុំចង់ឲ្យអ្នកយល់ឲ្យបានច្បាស់ការប្រុងប្រយ័ត្នមិនមែនជាការសង្ស័យអ្នកអាចទុកចិត្តមនុស្សអ្នកអាចមានមិត្តនៅកន្លែងការងារអ្នកអាចជួយអ្នកដទៃអ្នកអាចស្រឡាញ់ក្រុមការងាររបស់អ្នកអាចមានទំនាក់ទំនងល្អជាមួយនឹងមនុស្សគ្រប់គ្នាប៉ុន្តែចូលដឹងថាអ្នកណាគួរទទួលបានការរាក់ទាក់អ្នកណាគួរទទួលបានការទុកចិត្តអ្នកណាគួរទទួលបានអាថ៌កំបាំងនិងអ្នកណាដែលអ្នកគួររក្សាគម្លាតព្រោះមិនមែនមនុស្សគ្រប់គ្នាត្រូវការចូលមកដល់ជម្រៅដូចគ្នានៃជីវិតរបស់អ្នកទេអ្នកអាចរាក់ទាក់ជាមួយមនុស្សរាប់រយនាក់ប៉ុន្តែមិត្តពិតអាចមានតែ2-3នាក់ប៉ុណ្ណោះប្រសិនបើថ្ងៃនេះអ្នកកំពុងធ្វើការនៅកន្លែងដែលមានការប្រកួតប្រជែងខ្លាំងកុំសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើយ៉ាងម៉េចដើម្បីឈ្នះពួកគេតែចូលសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើយ៉ាងម៉េចដើម្បីកុំឲ្យខ្លួនឯងបាត់បង់កុំបាត់បង់ភាពស្មោះត្រង់ដើម្បីបានតំណែងកុំបាត់បង់កិត្តិយសដើម្បីបានការសរសើរកុំបាត់បង់មិត្តភាពដើម្បីឈ្នះការប្រកួតតូចមួយកុំបាត់បង់សុខភាពដើម្បីរកប្រាក់ដែលអ្នកមិនមានពេលប្រើហើយកុំបាត់បង់ខ្លួនឯងដើម្បីឲ្យមនុស្សដែលអ្នកមិនស្គាល់ចិត្តម្នាក់ពេញចិត្តអ្នកព្រោះនៅចុងក្រោយការងារមួយអាចផ្លាស់ប្ដូរតំណែងអាចបាត់មិត្តរួមការងារអាចចាក់ចេញអ្នកគ្រប់គ្រងអាចផ្លាស់ប្ដូរក្រុមហ៊ុនក៏អាចបិទប៉ុន្តែជីវិតរបស់អ្នកក៏នៅតែបន្តដូច្នេះចូលធ្វើការឲ្យល្អប៉ុន្តែកុំភ្លេចរស់នៅចូលគោរពអ្នកដទៃប៉ុន្តែកុំភ្លេចគោរពខ្លួនឯងចូលជួយអ្នកដទៃប៉ុន្តែកុំភ្លេចការពារខ្លួនឯងចូលទុកចិត្តប៉ុន្តែចូលរៀនសង្កេតហើយសំខាន់ជាងគេចូលធ្វើជាមនុស្សល្អដោយមានប្រាជ្ញាមិនមែនជាមនុស្សល្អដែលងាយឲ្យគេប្រើប្រាស់នៅក្នុងដំណាក់ក្រោយរាជវាំងអ្នកមិនចាំបាច់ក្លាយជាមនុស្សដែលមានអំណាចបំផុតទេអ្នកគ្រាន់តែត្រូវក្លាយទៅជាមនុស្សដែលដឹងថាពេលណាត្រូវនិយាយពេលណាត្រូវស្ងៀមពេលណាត្រូវទុកចិត្តពេលណាត្រូវរក្សាគម្លាតពេលណាត្រូវនៅហើយពេលណាដែលត្រូវដើរចេញនេះហើយគឺជាប្រាជ្ញានៃការរស់នៅជាមួយមនុស្សហើយប្រហែលជានេះគឺជាមេរៀនដែលសំខាន់ជាងជំនាញការងារមួយចំនួនទៅទៀតព្រោះការងារអាចបង្រៀនអ្នកពីរបៀបរកប្រាក់ប៉ុន្តែមនុស្សនៅកន្លែងការងារអាចបង្រៀនឲ្យអ្នកដឹងពីរបៀបរស់នៅយ៉ាងណាមិញការរស់នៅក្នុងកន្លែងការងារមិនមែនគ្រាន់តែចេះសង្កេតមនុស្សប៉ុណ្ណោះទេអ្នកត្រូវចេះសង្កេតខ្លួនឯងផងដែរព្រោះពេលខ្លះមនុស្សដែលធ្វើឲ្យយើងមានបញ្ហាបំផុតនៅកន្លែងការងារមិនមែនជាមិត្តរួមការងារទេប៉ុន្តែគឺជាខ្លួនយើងផ្ទាល់យើងនិយាយច្រើនពេកយើងទុកចិត្តលឿនពេកយើងខឹងលឿនពេកយើងចង់ឲ្យគ្រប់គ្នាចូលចិត្តយើងពេកយើងយកពាក្យរបស់អ្នកដទៃមកគិតពេញមួយយប់ហើយពេលខ្លះយើងក៏ចង់ឈ្នះការប្រកួតដែលមិនចាំបាច់ត្រូវប្រកួតផងដែរដូច្នេះ
ប្រសិនបើអ្នកចង់រស់នៅក្នុងដំណាក់ការងារដោយមានសុខភាពផ្លូវចិត្តល្អអ្នកត្រូវរៀនគ្រប់គ្រងខ្លួនឯងជាមុនសិនសូមកុំប្រតិកម្មភ្លាមៗចំពោះអ្វីគ្រប់យ៉ាងមានពេលខ្លះមនុស្សម្នាក់និយាយពាក្យមួយឃ្លាហើយវាធ្វើឲ្យយើងខឹងពេញមួយថ្ងៃម្នាក់និយាយថាការងាររបស់អ្នកមិនទាន់ល្អទេយើងឮតែពាក្យនេះហើយចិត្តយើងចាប់ផ្ដើមរត់ទៅឆ្ងាយគេមើលងាយខ្ញុំគេចង់បង្អាប់ខ្ញុំគេប្រហែលមិនសូវចូលចិត្តខ្ញុំប៉ុន្តែមុននឹងឆ្លើយតបសូមឈប់មួយផ្លែតដកដង្ហើមវែងៗហើយសួរខ្លួនឯងថាតើគេកំពុងវាយប្រហារខ្ញុំឬគ្រាន់តែរិះគន់ការងាររបស់ខ្ញុំពាក្យទាំងពីរនេះខុសគ្នាខ្លាំងណាស់ប្រសិនបើគេរិះគន់ការងារអ្នកអាចយកវាមកកែលម្អហើយប្រសិនបើគេវាយប្រហារអ្នកដោយចេតនាអ្នកអាចដាក់ព្រំដែនប៉ុន្តែប្រសិនបើអ្នកមិនបែងចែកពីរឿងទាំងពីរនេះទេអ្នកនឹងយកអ្វីៗគ្រប់យ៉ាងមកធ្វើជារឿងផ្ទាល់ខ្លួនហើយមនុស្សដែលអាចធ្វើឲ្យអ្នកខឹងដោយពាក្យមួយឃ្លាគឺកំពុងកាន់ប៊ូតុងអារម្មណ៍របស់អ្នកកុំផ្ដល់អំណាចនោះដល់អ្នកដទៃចូលរៀននៅស្ងៀមពេលខ្លះភាពស្ងៀមស្ងាត់នឹងមានតម្លៃជាងពាក្យមិនមែនគ្រប់សំណួរត្រូវការចម្លើយទេមិនមែនគ្រប់ការចោទប្រកាន់ត្រូវការពារខ្លួនទេមិនមែនគ្រប់ពាក្យចចាមអារាមត្រូវការបដិសេធទេហើយមិនមែនគ្រប់ចំនួនត្រូវការចូលទៅដោះស្រាយទេមនុស្សវ័យក្មេងមួយចំនួនគិតថាការមិនឆ្លើយតបមានន័យថាខ្លួនខ្សោយប៉ុន្តែពេលដែលអ្នកមានបទពិសោធន៍កាន់តែច្រើនអ្នកនឹងចាប់ផ្ដើមយល់ថាភាពស្ងៀមស្ងាត់ខ្លះគឺជាការឆ្លើយតបដ៏មានឥទ្ធិពលបំផុតបើសិនជាគេនិយាយដើមអ្នកហើយអ្នកចាប់ផ្ដើមនិយាយដើមគេត្រឡប់រឿងនោះនឹងមិនចប់ទេបើគេចង់ឲ្យអ្នកខឹងហើយអ្នកខឹងគេបានឈ្នះមួយជំហានរួចហើយប៉ុន្តែប្រសិនបើអ្នកស្ងាត់ហើយបន្តធ្វើការរបស់អ្នកពេលខ្លះការប្រកួតទាំងមូលនឹងរលាយទៅដល់ខ្លួនឯងចូលចងចាំថាអ្នកមិនចាំបាច់ឆ្លើយគ្រប់សំឡេងដែលហៅឈ្មោះអ្នកទេប៉ុន្តែយ៉ាងណាភាពស្ងៀមក៏មិនមែនមានន័យថាត្រូវទ្រាំគ្រប់យ៉ាងនេះជារឿងដែលយើងត្រូវបែងចែកឲ្យច្បាស់មានរឿងខ្លះអ្នកអាចមិនអើពើប៉ុន្តែមានរឿងខ្លះក៏អ្នកត្រូវតែនិយាយប្រសិនបើមានអ្នកណាម្នាក់ព្យាយាមបន្ទាបតម្លៃអ្នកជាបន្តបន្ទាប់ប្រសិនបើមានអ្នកណាយកការងាររបស់អ្នកទៅប្រើប្រាស់ដោយគ្មានការទទួលស្គាល់ហើយប្រសិនបើមានការប្រព្រឹត្តមិនសមរម្យជាប្រចាំប្រសិនបើមានរឿងដែលប៉ះពាល់ដល់សិទ្ធិនិងកិត្តិយសរបស់អ្នកនៅពេលនោះការស្ងៀមមិនមែនជាប្រាជ្ញាទេវាអាចคล้ายទៅជាការអនុញ្ញាតឲ្យអ្នកដទៃបន្តធ្វើរឿងដដែលដូច្នេះចូលមានសម្លេងប៉ុន្តែកុំមានកំហឹងនិយាយដោយការពិតនិយាយដោយភ័ស្តុតាងនិយាយដោយការគោរពហើយនិយាយនៅពេលដែលវាចាំបាច់មិនមែននិយាយដើម្បីឈ្នះការឈ្លោះទេនិយាយដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ខ្លួនចូលសូមកុំយកអារម្មណ៍ទៅធ្វើការសម្រេចចិត្តធំមានពេលខ្លះអ្នកអាចខឹងខ្លាំងណាស់អ្នកអាចគិតថាខ្ញុំឈប់ធ្វើការនៅថ្ងៃនេះតែម្ដងខ្ញុំមិនចង់ឃើញមុខអ្នកណាទៀតទេខ្ញុំមិនចង់ធ្វើការនៅទីនេះទៀតទេអារម្មណ៍ទាំងនេះអាចពិតប៉ុន្តែការសម្រេចចិត្តដែលធ្វើនៅពេលអារម្មណ៍កំពុងក្តៅមិនតែងតែជាការសម្រេចចិត្តដ៏ល្អបំផុតទេប្រសិនបើអ្នកចង់ចាក់ចេញចូលចាក់ចេញដោយផែនការស្វែងរកការងារថ្មីរៀបចំហិរញ្ញវត្ថុរៀបចំជំនាញគិតពីគ្រួសារគិតពីអនាគតហើយនៅពេលគ្រប់យ៉ាងរួចរាល់អ្នកអាចបិទទ្វារនោះដោយស្ងប់ស្ងាត់កុំទះទ្វារកុំស្រែកកុំបង្ហោះសារប្រមាថកុំចង់ឲ្យគ្រប់គ្នាដឹងថាអ្នកឈឺចាប់ប៉ុណ្ណាពេលខ្លះការចាក់ចេញដោយស្ងប់ស្ងាត់គឺជាការចាក់ចេញដែលមានកិត្តិយសបំផុតចូលកុំយកការងារមកជំនួសតម្លៃរបស់ខ្លួនមនុស្សជាច្រើនរស់នៅក្នុងអន្ទាក់មួយពួកគេគិតថាបើខ្ញុំមានតំណែងនេះខ្ញុំនឹងមានតម្លៃបើខ្ញុំមានប្រាក់ខែខ្ពស់ខ្ញុំនឹងមានតម្លៃបើចៅវាយសរសើរខ្ញុំនឹងមានតម្លៃប៉ុន្តែតម្លៃរបស់មនុស្សមិនត្រូវបានកំណត់ដោយតួនាទីនៅលើកាតបុគ្គលិកទេថ្ងៃនេះអ្នកអាចជាអ្នកគ្រប់គ្រងថ្ងៃស្អែកអ្នកអាចត្រូវបានផ្លាស់ប្ដូរតួនាទីថ្ងៃនេះអ្នកអាចមានការិយាល័យធំ
ថ្ងៃស្អែកអ្នកអាចអង្គុយនៅកន្លែងផ្សេងប៉ុន្តែសមត្ថភាពរបស់អ្នកចំណេះដឹងរបស់អ្នកចរិតរបស់អ្នកបទពិសោធន៍របស់អ្នកនឹងនៅតែជារបស់អ្នកដូច្នេះកុំកសាងតម្លៃខ្លួនលើអ្វីដែលអាចត្រូវបានដកចេញពីជីវិតអ្នកនៅថ្ងៃណាមួយចូលកសាងវាលើអ្វីដែលអ្នកអាចយកទៅជាមួយបានគ្រប់ទីកន្លែងសូមរៀនធ្វើការឲ្យបានល្អទោះគ្មានអ្នកមើលនេះជាអ្វីដែលបែងចែកមនុស្សដែលមានវិជ្ជាជីវៈនិងមនុស្សដែលធ្វើការដើម្បីឲ្យគេមើលឃើញមនុស្សខ្លះធ្វើការល្អនៅពេលដែលចៅហ្វាយនៅក្បែរពេលចៅហ្វាយចេញទៅការងារក៏ធ្លាក់ចុះប៉ុន្តែមនុស្សដែលមានវិជ្ជាជីវៈពិតប្រាកដធ្វើការដូចគ្នាទោះមានអ្នកមើលឬគ្មានអ្នកមើលក៏ដោយព្រោះគេមិនធ្វើការដើម្បីមនុស្សម្នាក់គេធ្វើការដើម្បីស្តង់ដាររបស់ខ្លួនហើយនៅថ្ងៃណាមួយមនុស្សអាចភ្លេចថាអ្នកធ្លាប់ធ្វើការនៅកន្លែងណាប៉ុន្តែពួកគេនឹងចងចាំថាមនុស្សម្នាក់នេះធ្វើការបានល្អគេឈ្មោះបែបនេះមិនអាចទិញបានដោយប្រាក់វាត្រូវការពេលវេលាដើម្បីកសាងចូលកុំប្រើមិត្តភាពជាអាវុធនៅកន្លែងការងារអ្នកអាចមានមិត្តអ្នកអាចញ៉ាំអាហារជាមួយគ្នានិយាយលេងជាមួយគ្នាជួយការងារគ្នាប៉ុន្តែពេលមានបញ្ហាការងារកុំប្រើរឿងផ្ទាល់ខ្លួនរបស់មិត្តដើម្បីឈ្នះជម្លោះកុំយកអាចកំបាំងរបស់គេមកគំរាមកុំយកព័ត៌មានដែលគេទុកចិត្តប្រាប់អ្នកទៅប្រាប់អ្នកដទៃព្រោះមិត្តភាពដែលត្រូវបានប្រើជាអាវុធនៅទីបំផុតនឹងមិនមែនជាមិត្តភាពទៀតទេប្រសិនបើអ្នកចង់ឲ្យមនុស្សទុកចិត្តអ្នកយូរចូលធ្វើឲ្យគេដឹងថាព័ត៌មានដែលគេប្រាប់អ្នកនឹងមិនคล้ายជាអាវុធប្រឆាំងគេនៅថ្ងៃក្រោយទេហើយកុំភ្លេចមនុស្សដែលនៅពីក្រោយអ្នកពេលអ្នកឡើងតំណែងកុំភ្លេចមនុស្សដែលជួយអ្នកនៅពេលដែលអ្នកមិនទាន់មានតំណែងពេលអ្នកមានអំណាចកុំបន្ទាបមនុស្សដែលមិនមានអំណាចហើយពេលអ្នកคล้ายជាអ្នកគ្រប់គ្រងចូលចងចាំថាអ្នកធ្លាប់ជាបុគ្គលិកដែលរងចាំការណែនាំពីអ្នកដទៃដែរមនុស្សម្នាក់អាចបង្ហាញចរិតពិតរបស់ខ្លួននៅពេលដែលគេមានអំណាចដូច្នេះប្រសិនបើថ្ងៃណាមួយអ្នកឡើងដល់កន្លែងខ្ពស់កុំធ្វើឲ្យមនុស្សខាងក្រោមអ្នកមានអារម្មណ៍ថាពួកគេគ្មានតម្លៃព្រោះកន្លែងដែលអ្នកឈរនៅថ្ងៃនេះប្រហែលជាមានមនុស្សជាច្រើនដែលបានជួយអ្នកឲ្យមកដល់ទីនេះតើយើងគួរធ្វើដូចម្តេចនៅពេលដែលមានអ្នកមិនចូលចិត្តយើងនេះគឺជាសំណួរដែលមនុស្សជាច្រើនសួរហើយចម្លើយអាចសាមញ្ញជាងអ្វីដែលអ្នកគិតចម្លើយនោះគឺមិនចាំបាច់ធ្វើអ្វីទេអ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តអ្នកបានទេទោះជាអ្នកល្អប៉ុណ្ណាក៏មានអ្នកណាមិនពេញចិត្តដែរទោះជាអ្នកស្ងប់ប៉ុណ្ណាក៏មានអ្នកយល់ច្រឡំទោះជាអ្នកមិនធ្វើអ្វីក៏មានអ្នកអាចបង្កើតរឿងអំពីអ្នកដូច្នេះកុំចំណាយជីវិតដើម្បីព្យាយាមបញ្ចុះបញ្ចូលមនុស្សគ្រប់គ្នាថាខ្ញុំជាមនុស្សល្អអ្នកមិនចាំបាច់ធ្វើវាទេចូលរស់នៅឲ្យសមនឹងតម្លៃរបស់អ្នកធ្វើការឲ្យល្អគោរពមនុស្សរក្សាពាក្យសន្យាហើយទុកពេលវេលាបង្ហាញថាអ្នកជានរណាព្រោះពេលវេលាជាអ្នកបកស្រាយមនុស្សបានល្អជាងពាក្យរបស់ខ្លួនឯងមានរឿងមួយទៀតដែលអ្នកគួររៀនចូលកុំយកបញ្ហានៅកន្លែងការងារមកដាក់នៅលើតុអាហារនៅផ្ទះថ្ងៃនេះអ្នកអាចមានបញ្ហាជាមួយចៅហ្វាយប៉ុន្តែពេលដែលអ្នកបើកទ្វារផ្ទះគ្រួសាររបស់អ្នកមិនមែនជាអ្នកបង្កបញ្ហានោះទេកូនរបស់អ្នកមិនមែនជាអ្នកធ្វើខុសទេមនុស្សដែលស្រឡាញ់អ្នកមិនគួរត្រូវទទួលអារម្មណ៍អវិជ្ជមានដែលអ្នកយកមកពីកន្លែងផ្សេងនោះទេពេលខ្លះយើងអាចចាញ់សង្គ្រាមនៅការិយាល័យហើយយកកំហឹងមកឈ្នះមនុស្សនៅផ្ទះនេះគឺជាជ័យជំនះคล้ายៗកន្លែងការងារមិនគួរយកសន្តិភាពរបស់អ្នកទៅទាំងមូលទេដូច្នេះនៅពេលចប់ម៉ោងរៀនដាក់ការងារមួយផ្នែកនៅខាងក្រោយទ្វារទៅផ្ទះញ៉ាំអាហារនិយាយជាមួយគ្រួសារសម្រាកហើយស្អែកឡើងចាំត្រឡប់ទៅដោះស្រាយវាវិញព្រោះបញ្ហាខ្លះយើងមិនចាំបាច់ដោះស្រាយនៅវេលាម៉ោង10យប់នោះទេហើយនៅពេលដែលអ្នកចាប់ផ្ដើមធ្វើការយូរអ្នកនឹងចាប់ផ្ដើមយល់ថាកន្លែងការងារមិនមែនជាកន្លែងដែលយើងត្រូវឈ្នះមនុស្សទេវាគឺជាកន្លែងដែលយើងត្រូវកសាងខ្លួនឯងមនុស្សម្នាក់អាចចំណាយពេល10ឆ្នាំដើម្បីព្យាយាមឡើងតំណែងប៉ុន្តែប្រសិនបើយករយៈពេល10ឆ្នាំនោះគេបាត់បង់មិត្តភ័ក្តិបាត់បង់គ្រួសារ
បាត់បង់សុខភាពបាត់បង់សេចក្តីស្ងប់ហើយបាត់បង់ខ្លួនឯងតែគេពិតជាឈ្នះមែនទេជីវិតមិនមែនមានតែការឡើងខ្ពស់នោះទេពេលខ្លះការឡើងខ្ពស់ដោយបាត់បង់ខ្លួនឯងគឺជាការធ្លាក់ចុះមួយប្រភេទដូច្នេះចូលរក្សាតុល្យភាពធ្វើការឲ្យខ្លាំងប៉ុន្តែសម្រាប់ផងមានមហិច្ឆតាប៉ុន្តែកុំឲ្យមហិច្ឆតាបំផ្លាញចរិតរបស់យើងចង់ជោគជ័យប៉ុន្តែកុំយកភាពជោគជ័យរបស់អ្នកទៅវាស់តម្លៃមនុស្សផ្សេងចង់ឡើងតំណែងប៉ុន្តែកុំជន់មនុស្សដទៃដើម្បីឡើងព្រោះថ្ងៃណាមួយអ្នកអាចនឹងឡើងដល់កំពូលប៉ុន្តែបើគ្មាននរណាដែលចង់ឈរនៅជាមួយអ្នកកំពូលនោះនឹងឯកោណាស់ដូច្នេះប្រសិនបើថ្ងៃណាមួយអ្នកកំពុងតែរស់នៅក្នុងដំណាក់ក្រោយនៃរាជវាំងរបស់អ្នកសូមកុំខ្លាចកុំសង្ស័យមនុស្សគ្រប់គ្នាកុំប្រញាប់ជឿមនុស្សគ្រប់គ្នាកុំចូលរួមគ្រប់សង្គ្រាមជ្រើសរើសសង្គ្រាមដែលសមទៅនឹងតម្លៃរបស់អ្នកហើយមានរឿងខ្លះអ្នកត្រូវប្រយុទ្ធមានរឿងខ្លះអ្នកត្រូវដោះស្រាយប៉ុន្តែក៏មានរឿងជាច្រើនដែលអ្នកគ្រាន់តែត្រូវដើរឆ្លងកាត់វាហើយនៅពេលដែលអ្នករៀនធ្វើដូច្នេះអ្នកនឹងចាប់ផ្ដើមមានសន្តិភាពមួយប្រភេទដែលមនុស្សជាច្រើននៅកន្លែងការងារមិនមានពេលពួកគេប្រកួតគ្នាអ្នកកំពុងកសាងខ្លួនហើយពេលពួកគេនិយាយពីគ្នាអ្នកក៏កំពុងរៀនពេលពួកគេចង់ឲ្យអ្នកមើលឃើញពួកគេអ្នកកំពុងធ្វើខ្លួនឯងឲ្យកាន់តែមានតម្លៃពេលពួកគេចង់ឈ្នះថ្ងៃនេះអ្នកកំពុងគិតអំពីអនាគតរបស់អ្នកនេះហើយដែលជាភាពខុសគ្នាអ្នកមិនចាំបាច់ប្រកួតនៅក្នុងហ្គេមរបស់អ្នកដទៃទេបង្កើតហ្គេមរបស់អ្នកបង្កើតជំនាញរបស់អ្នកបង្កើតកិត្តិយសរបស់អ្នកបង្កើតជីវិតរបស់អ្នកហើយថ្ងៃណាមួយប្រសិនបើទ្វារនៃដំណាក់នោះបិទចំពោះអ្នកនឹងមិនភ័យខ្លាចទេព្រោះអ្នកដឹងថាអ្នកអាចបើកទ្វារថ្មីដល់ខ្លួនឯងរឿងដែលត្រូវគិតបន្តគឺពេលណាគួរនៅនិងពេលណាគួរដើរចេញបន្ទាប់ពីយើងនិយាយអំពីរបៀបរស់នៅក្នុងដំណាក់កាលងាររួចមកដល់ពេលនេះមានសំណួរមួយដែលប្រហែលជាមនុស្សជាច្រើនកំពុងសួរខ្លួនឯងថាបើកន្លែងការងាររបស់ខ្ញុំមិនល្អតើខ្ញុំគួរនៅបន្តឬគួរដើរចេញចម្លើយនេះមិនមែនជាភាពសាមញ្ញពេកទេព្រោះកន្លែងការងារមិនល្អមិនមែនមានន័យថាត្រូវចាក់ចេញភ្លាមៗទេពេលខ្លះអ្នកត្រូវរៀនសម្របខ្លួនពេលខ្លះអ្នកត្រូវរៀនដោះស្រាយបញ្ហាហើយពេលខ្លះអ្នកក៏ត្រូវអត់ធ្មត់ប៉ុន្តែក៏មានពេលខ្លះដែរការចាក់ចេញគឺជាការសម្រេចចិត្តដែលក្លាហានជាងការនៅបន្តដូច្នេះតើយើងដឹងដោយរបៀបណាចូលមើលទៅលើរឿងមួយចំនួនប្រសិនបើកន្លែងការងាររបស់អ្នកពិបាកប៉ុន្តែអ្នកនៅតែរៀនអ្វីថ្មីរាល់ថ្ងៃអ្នកមានមនុស្សដែលអាចរៀនសូត្រពីពួកគេអ្នកមានឱកាសអភិវឌ្ឍខ្លួនអ្នកមានប្រាក់ចំណូលសមរម្យអ្នកមានព្រំដែនដែលអាចការពារខ្លួនបានហើយបញ្ហាដែលកើតឡើងគឺជាបញ្ហាដែលអាចដោះស្រាយបានប្រហែលជាអ្នកមិនចាំបាច់ចាក់ចេញទេប្រហែលជាអ្នកគ្រាន់តែត្រូវរៀនសូត្រនៅជាមួយបរិយាកាសនោះព្រោះគ្មានកន្លែងការងារណាដែលល្អឥតខ្ចោះនោះទេគ្រប់កន្លែងមានបញ្ហារបស់វាក្រុមហ៊ុនមួយមានអ្នកគ្រប់គ្រងពិបាកកន្លែងមួយមានមិត្តរួមការងារពិបាកកន្លែងមួយមានការងារច្រើនកន្លែងមួយទៀតមានសម្ពាធខ្ពស់បើយើងរត់ចេញពីគ្រប់បញ្ហាយើងអាចចំណាយពេលពេញមួយជីវិតរត់ពីកន្លែងមួយទៅកន្លែងមួយទៀតដូច្នេះមិនមែនរាល់ការលំបាកសុទ្ធតែជាសញ្ញាថាត្រូវចាក់ចេញនោះទេពេលខ្លះការលំបាកគឺជាកន្លែងដែលយើងកំពុងរៀនធំឡើងប៉ុន្តែប្រសិនបើកន្លែងការងារមួយធ្វើឲ្យអ្នកបាត់បង់ខ្លួនឯងជាបន្តបន្ទាប់នោះគឺជារឿងផ្សេងប្រសិនបើរាល់ថ្ងៃអ្នកភ្ញាក់ពីដំណេកដែលមានអារម្មណ៍ថាខ្ញុំមិនចង់ទៅធ្វើការទេប្រសិនបើអ្នកត្រឡប់មកផ្ទះដោយគ្មានថាមពលសម្រាប់មនុស្សដែលអ្នកស្រឡាញ់ប្រសិនបើការងារធ្វើឲ្យអ្នកចាប់ផ្ដើមមើលងាយខ្លួនឯងប្រសិនបើអ្នកត្រូវកុហកជារៀងរាល់ថ្ងៃដើម្បីរស់នៅក្នុងបរិយាកាសនោះប្រសិនបើអ្នកត្រូវធ្វើអ្វីដែលផ្ទុយទៅនឹងគោលការណ៍របស់ខ្លួនជាបន្តបន្ទាប់ប្រសិនបើការប្រព្រឹត្តមិនត្រឹមត្រូវคล้ายទៅជារឿងធម្មតាហើយគ្មានសញ្ញាថានឹងប្រសើរឡើងប្រហែលជាដល់ពេលដែលអ្នកត្រូវសួរខ្លួនឯងថាតើខ្ញុំកំពុងរក្សាការងារនេះឬការងារនេះកំពុងរក្សាខ្ញុំជាប់ពេលខ្លះ
យើងមិនបាននៅព្រោះកន្លែងនោះល្អទេយើងនៅព្រោះយើងខ្លាចការចាក់ចេញហើយភាពខុសគ្នារវាងការអត់ធ្មត់និងការជាប់គាំងគឺនៅត្រង់នេះការអត់ធ្មត់គឺមានទិសដៅរីឯការជាប់គាំងគឺនៅដដែលដោយគ្មានផែនការសូមកុំចាក់ចេញដោយកំហឹងប្រសិនបើអ្នកសម្រេចចិត្តថាត្រូវចាក់ចេញចូលចាក់ចេញដោយប្រាជ្ញាកុំចាក់ចេញនៅពេលដែលអ្នកកំពុងខឹងបំផុតកុំឆ្លោះជាមួយមនុស្សគ្រប់គ្នានៅថ្ងៃចុងក្រោយកុំបង្ហោះសារវាយប្រហារក្រុមហ៊ុនកុំបង្ហាញអាចកំបាំងរបស់កន្លែងការងារដើម្បីសងសឹកកុំគិតថាខ្ញុំនឹងធ្វើឲ្យគេដឹងថាពួកគេបានបាត់បង់មនុស្សដ៏ល្អម្នាក់ចម្លើយនោះគឺទេអ្នកមិនចាំបាច់បង្ហាញអ្វីទេអ្នកគ្រាន់តែត្រូវរៀបចំជីវិតរបស់អ្នកឲ្យល្អជាងមុនស្វែងរកផ្លូវថ្មីរៀបចំប្រាក់បង្កើនជំនាញរៀបចំឯកសាររក្សាទំនាក់ទំនងល្អជាមួយមនុស្សដែលមិនបានធ្វើអ្វីខុសចំពោះអ្នកហើយនៅពេលដល់ពេលនិយាយពាក្យសាមញ្ញមួយថាអរគុណសម្រាប់អ្វីដែលខ្ញុំបានរៀននៅទីនេះបន្ទាប់មកដើរចេញដោយស្ងៀមស្ងាត់ពេលខ្លះការចាក់ចេញដែលមានកិត្តិយសធ្វើឲ្យអ្នកមានសន្តិភាពជាងការឈ្នះការឆ្លោះមួយសូមគំរោះនៅដើម្បីសងសឹកនេះជាអន្ទាក់មួយដែលគួរឲ្យខ្លាចមនុស្សម្នាក់ធ្វើឲ្យយើងឈឺចាប់យើងចាប់ផ្ដើមគិតថាថ្ងៃណាមួយខ្ញុំនឹងឲ្យគេឃើញថាខ្ញុំអាចធ្វើបានយើងក៏ចាប់ផ្ដើមខំធ្វើការខំរកប្រាក់ខំឡើងតំណែងខំធ្វើឲ្យខ្លួនឯងជោគជ័យហើយយើងគិតថានេះគឺជាការសងសឹករបស់ខ្ញុំប៉ុន្តែសូមគិតមួយផ្លែតប្រសិនបើអ្នកកំពុងខំប្រឹងរាល់ថ្ងៃដើម្បីឲ្យមនុស្សម្នាក់ដែលអ្នកមិនចូលចិត្តមើលឃើញថាអ្នកជោគជ័យនោះមានន័យថាគេនៅតែគ្រប់គ្រងជីវិតអ្នកមិនបានដោះលែងខ្លួនទេអ្នកគ្រាន់តែបដូរទម្រង់នៃការបម្រើគេដូច្នេះកុំជោគជ័យដើម្បីសងសឹកសូមជោគជ័យដើម្បីរស់នៅជីវិតដែលអ្នកចង់បាននេះគឺជាការដោះលែងដោយពិតប្រាកដសូមកុំយកមនុស្សម្នាក់មកកំណត់កន្លែងទាំងមូលប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍មិនល្អជាមួយចៅហ្វាយម្នាក់កុំគិតថាចៅហ្វាយគ្រប់គ្នាសុទ្ធតែអាក្រក់ប្រសិនបើអ្នកធ្លាប់មានមិត្តរួមការងារម្នាក់ក្បត់ការទុកចិត្តសូមកុំគិតថាមនុស្សគ្រប់គ្នាសុទ្ធតែជាមនុស្សក្បត់ប្រសិនបើក្រុមហ៊ុនមួយធ្វើឲ្យអ្នកឈឺចាប់កុំគិតថាការងារទាំងអស់នៅលើโลกនេះសុទ្ធតែដូចគ្នាមនុស្សម្នាក់មិនមែនជាមនុស្សទាំងអស់ទេកន្លែងមួយមិនមែនជាពិភពលោកទាំងមូលទេបទពិសោធន៍មួយមិនមែនជាជីវិតទាំងមូលទេអ្នកអាចរងរបួសប៉ុន្តែសូមកុំឲ្យរបួសនោះคล้ายទៅជាចរិតរបស់អ្នកហើយបើសិនជាថ្ងៃមួយអ្នកคล้ายជាអ្នកដឹកនាំប្រហែលជាថ្ងៃនេះអ្នកគឺជាបុគ្គលិកប៉ុន្តែថ្ងៃណាមួយអ្នកអាចคล้ายជាអ្នកគ្រប់គ្រងនៅពេលនោះសូមចងចាំអារម្មណ៍អ្នកនៅថ្ងៃនេះចងចាំពេលដែលអ្នកធ្លាប់រងចាំការឆ្លើយតបពីចៅហ្វាយចងចាំពេលដែលអ្នកធ្លាប់ធ្វើការខ្លាំងហើយគ្មានអ្នកណានិយាយថាអរគុណចងចាំពេលដែលអ្នកធ្លាប់មានកំហុសហើយខ្លាចថានឹងត្រូវគេស្ដីបន្ទោសចងចាំនៅពេលដែលអ្នកធ្លាប់ចង់និយាយអ្វីមួយប៉ុន្តែមិនហ៊ាននិយាយហើយនៅពេលអ្នកមានអំណាចកុំធ្វើដោយមនុស្សដែលអ្នកធ្លាប់ស្អប់កុំធ្វើឲ្យមនុស្សខាងក្រោមអ្នកខ្លាចអ្នកដើម្បីឲ្យគេគោរពអ្នកព្រោះការភ័យខ្លាចនិងការគោរពគឺមិនដូចគ្នាទេមនុស្សអាចស្ងៀមនៅពេលនៅចំពោះមុខអ្នកប៉ុន្តែมันមានន័យថាពួកគេគោរពអ្នកទេអ្នកដឹកនាំល្អមិនមែនជាមនុស្សដែលគ្រប់គ្នាខ្លាចទេតែគឺជាមនុស្សដែលនៅពេលគេមិននៅក្នុងបន្ទប់មនុស្សនៅតែគោរពគេតើអ្នកចង់ឲ្យមនុស្សចងចាំអ្នកបែបណានេះគឺជាសំណួរដែលអ្នកគួរសួរខ្លួនឯងមិនមែនតើខ្ញុំឡើងដល់តំណែងខ្ពស់ប៉ុណ្ណាមិនមែនតើខ្ញុំរកបានប៉ុន្មានប៉ុន្តែនៅពេលខ្ញុំចាក់ចេញពីកន្លែងនេះតើមនុស្សនឹងនិយាយអ្វីអំពីខ្ញុំតើពួកគេនឹងនិយាយថាគេជាមនុស្សដែលធ្វើការល្អគេជាមនុស្សដែលអាចទុកចិត្តបានគេជាមនុស្សដែលជួយអ្នកដទៃគេមិនដែលបោះបង់គោលការណ៍របស់ខ្លួនឬពួកគេនឹងនិយាយថាគេចង់ឈ្នះគ្រប់គ្នាគេចូលចិត្តនិយាយពីអ្នកដទៃគេចូលចិត្តប្រើមនុស្សគេធ្វើអ្វីគ្រប់យ៉ាងដើម្បីតំណែងអ្នកមិនអាចគ្រប់គ្រងអ្វីដែលមនុស្សគ្រប់គ្នានិយាយអំពីអ្នកបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងអ្វីដែលអ្នកធ្វើ
ដូច្នេះចូលរស់នៅឲ្យសមទៅនឹងមនុស្សដែលអ្នកចង់ឲ្យខ្លួនឯងខ្លាយជាថ្ងៃណាមួយអ្នកនឹងចាក់ចេញពីកន្លែងការងាររបស់អ្នកប្រហែលជាអ្នកលាឈប់ឬក៏ប្រហែលជាអ្នកផ្លាស់ប្ដូរការងារប្រហែលជាអ្នកចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនឬប្រហែលជាក្រុមហ៊ុនផ្លាស់ប្ដូរប្រហែលជាអ្នកចូលនិវត្តន៍មិនថាវាកាត់ឡើងដោយរបៀបណាទេថ្ងៃមួយអ្នកនឹងដើរចេញពីទ្វារនោះអ្វីដែលអ្នកយកទៅជាមួយមិនមែនជាតុធ្វើការមិនមែនជាកៅអីមិនមែនជាបន្ទប់ការិយាល័យមិនមែនជាតំណែងនៅលើកាតនោះទេអ្នកយកទៅជាមួយគឺចំណេះដឹងបទពិសោធន៍មនុស្សល្អមួយចំនួនដែលអ្នកបានស្គាល់មេរៀនពីមនុស្សដែលធ្វើឲ្យអ្នកឈឺចាប់និងអ្វីដែលសំខាន់បំផុតគឺមនុស្សដែលអ្នកបានក្លាយទៅជាបន្ទាប់ពីរស់នៅទីនោះដូច្នេះសូមប្រកាសថាកន្លែងការងារមិនបានធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដែលអ្នកមិនចង់ក្លាយជានោះទេកុំឲ្យការប្រកួតប្រជែងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សច្រណែនធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដែលមិនទុកចិត្តអ្នកណាទាំងអស់កុំឲ្យការរិះគន់ធ្វើឲ្យអ្នកស្អប់ខ្លួនឯងកុំឲ្យអំណាចធ្វើឲ្យអ្នកភ្លេចភាពជាមនុស្សជាចុងក្រោយបើកន្លែងការងាររបស់អ្នកប្រៀបដូចជាដំណាក់ក្រោយរាជវាំងចូលរស់នៅទីនោះដោយភាពសុភាពធ្វើការដោយភាពជាអ្នកជំនាញសង្កេតមនុស្សដោយប្រាជ្ញាទុកចិត្តដោយមានព្រំដែននិយាយនៅពេលចាំបាច់ស្ងៀមនៅពេលភាពស្ងៀមមានតម្លៃជាងពាក្យជួយអ្នកដទៃប៉ុន្តែកុំឲ្យគេប្រើប្រាស់អ្នកប្រកួតជាមួយខ្លួនឯងមិនមែនជាមួយមនុស្សគ្រប់គ្នាហើយប្រសិនបើថ្ងៃណាមួយអ្នកដឹងថាទ្វារនោះលែងសមនឹងអ្នកកុំខ្លាចនៅក្នុងការដើរចេញព្រោះជីវិតមិនបានបញ្ចប់នៅពេលអ្នកបាត់បង់ការងារមួយទេពេលខ្លះការបិទទ្វារមួយគឺជាវិធីដែលជីវិតបើកទ្វារមួយទៀតឲ្យអ្នកហើយប្រហែលជាអ្នកមិនចាំបាច់ក្លាយទៅជាមនុស្សសំខាន់បំផុតនៅក្នុងដំណាក់នោះទេអ្នកមិនចាំបាច់ឲ្យគ្រប់គ្នាស្គាល់ឈ្មោះអ្នកទេអ្នកមិនចាំបាច់ឈ្នះការប្រកួតគ្រប់លើកទេអ្នកគ្រាន់តែត្រូវធ្វើឲ្យប្រកាសថានៅពេលដែលអ្នកដើរចេញពីទីនោះអ្នកនឹងមិនបានបាត់បង់ខ្លួនឯងព្រោះតំណែងអាចបាត់ប្រាក់អាចបាត់កន្លែងការងារអាចបាត់មនុស្សមួយចំនួនអាចចាក់ចេញពីជីវិតអ្នកប៉ុន្តែប្រសិនបើអ្នកនៅតែមានចិត្តល្អមានប្រាជ្ញាមានសេចក្តីថ្លៃថ្នូរនិងមានសមត្ថភាពអ្នកក៏នៅតែមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីចាប់ផ្ដើមម្ដងទៀតដូច្នេះនៅថ្ងៃស្អែកពេលអ្នកត្រឡប់ទៅកន្លែងការងារប្រហែលជាអ្នកនឹងមើលមនុស្សជុំវិញខ្លួនខុសពីមុនអ្នកនឹងមិនប្រញាប់ជឿប៉ុន្តែក៏មិនប្រញាប់សង្ស័យអ្នកនឹងមិនប្រញាប់និយាយប៉ុន្តែក៏មិនខ្លាចនៅក្នុងការនិយាយនៅពេលចាំបាច់អ្នកនឹងមិនព្យាយាមឲ្យគ្រប់គ្នាចូលចិត្តអ្នកទេអ្នកនឹងគ្រាន់តែព្យាយាមធ្វើជាមនុស្សដែលអ្នកអាចគោរពបានហើយប្រហែលជានេះហើយជាវិធីដែលល្អបំផុតនៅក្នុងការរស់នៅក្នុងដំណាក់ក្រោយនៃរាជវាំងមិនមែនរស់នៅដើម្បីឈ្នះមនុស្សគ្រប់គ្នាប៉ុន្តែចូលរស់ដោយមិនឲ្យមនុស្សគ្រប់គ្នាផ្លាស់ប្ដូរអ្នកពីមនុស្សដែលអ្នកចង់ក្លាយទៅជានៅចុងបញ្ចប់កន្លែងការងារគ្រាន់តែជាផ្នែកមួយនៃជីវិតកុំឲ្យវាក្លាយទៅជាជីវិតទាំងមូលធ្វើការឲ្យល្អរកប្រាក់ឲ្យបានរៀនឲ្យបានច្រើនកសាងអនាគតរបស់អ្នកប៉ុន្តែពេលថ្ងៃចប់សូមត្រឡប់ទៅរកមនុស្សដែលអ្នកស្រឡាញ់ត្រឡប់ទៅរកគ្រួសារត្រឡប់ទៅរកក្តីសុបិនរបស់អ្នកត្រឡប់ទៅរកខ្លួនឯងព្រោះនៅចុងក្រោយយើងមិនបានកើតមកដើម្បីចំណាយជីវិតទាំងមូលប្រយុទ្ធនៅក្នុងរាជវាំងរបស់អ្នកដទៃនោះទេយើងកើតមកដើម្បីកសាងរាជវាំងមួយរបស់ខ្លួនឯងហើយរាជវាំងនោះមិនមែនជាអគារធំឬតំណែងខ្ពស់នោះទេវាគឺជាជីវិតដែលយើងអាចរស់នៅដោយសន្តិភាពជីវិតដែលយើងមិនខ្មាស់ខ្លួនឯងនិងជីវិតដែលនៅពេលដែលយើងមើលត្រឡប់ក្រោយយើងអាចនិយាយបានថាខ្ញុំប្រហែលមិនបានឈ្នះមនុស្សគ្រប់គ្នាទេប៉ុន្តែខ្ញុំមិនបានបាត់បង់ខ្លួនឯងដើម្បីឈ្នះពួកគេឡើយហើយប្រហែលជានោះជាជ័យជំនះពិតប្រាកដរបស់មនុស្សម្នាក់ចា៎អរគុណបងប្អូនសម្រាប់ការទស្សនានិងស្ដាប់នៅវីដេអូនេះតាំងពីដើមរហូតដល់ចប់បើមានកំហុសឆ្គងត្រង់កន្លែងណាមួយសូមខន្តីអភ័យទោសផងចា៎ជួបគ្នានៅវីដេអូក្រោយជម្រាបលា